បាទសួស្តីកូនទាំងអស់គ្នាត្រឡប់មកវិញនៅការបង្រៀនគណិតវិទ្យាអញ្ចឹងក្រោយយើងបែកគ្នារយៈពេលជាយូរថ្ងៃនេះលោកគ្រូចាប់ផ្ដើមនៅដំណើរការនៃការបង្រៀនរបស់លោកគ្រូតាម YouTube យើងសារជាថ្មីឡើងវិញអញ្ចឹងថ្ងៃនេះយើងត្រឡប់មកវិញនៅការបង្រៀនតាមបែបបច្ចេកវិទ្យាថ្មីអញ្ចឹងណាអញ្ចឹងលោកគ្រូបានត្រៀមខ្លួនក្នុងការចូលទៅក្នុងប្រព័ន្ធ ICT ក្នុងការបង្រៀនអញ្ចឹងក្នុងកំឡុងពេលដែលលោកគ្រូបានបរៀនដោយសារតែលោកគ្រូរងចាំនៅរបស់ដែលលោកគ្រូត្រូវការដើម្បីក្នុងការបង្រៀននេះចឹងជាក់ស្ដែងឥឡូវយើងមកដល់ពេលនេះគឺលោកគ្រូមានគ្រប់គ្រាន់ហើយអញ្ចឹងលោកគ្រូចាប់ផ្ដើមដំណើរការនៃការបង្រៀនឡើងវិញអរគុណច្រើនអញ្ចឹងថ្ងៃនេះលោកគ្រូសូមលើកយកលំហាត់ដែលលោកគ្រូកំពុងតែបង្រៀនយកមកចែករំលែកដល់កូនដែលពុំបានដឹងពីរបៀបក្នុងការដោះស្រាយហើយក៏កូនខ្លះគាត់បានដឹងហើយដោយសារតែលោកគ្រូធ្លាប់បង្រៀនតាមក្តារឈ្នួនធម្មតាឬក៏គេហៅថាក្តារខៀនហ្វឺនអញ្ចឹងណាបាទអរគុណច្រើនអញ្ចឹងយើងចាប់ផ្ដើមចូលទៅលំហាត់ទាំងអស់គ្នាអញ្ចឹងនៅក្នុងលំហាត់នេះគេដាក់ថាចូលធ្វើប្រមាណវិធីខាងក្រោមបាទអញ្ចឹងដើម្បីធ្វើប្រមាណវិធីលំហាត់ប្រភេទនេះយើងត្រូវដឹងគោលការណ៍របស់លំហាត់នេះសិនអញ្ចឹងលោកគ្រូសូមអានលំហាត់ឲ្យកូនស្ដាប់ទាំងអស់គ្នាសិនក5870បូកនឹងបើកវងកញ្ចក់2480ដកនឹង305បិទវងកញ្ចក់វិញតើស្មើនឹងប៉ុន្មានអញ្ចឹងដើម្បីបានចម្លើយលំហាត់ប្រភេទនេះយើងត្រូវធ្វើប្រមាណវិធីពីក្រោមក្នុងការធ្វើប្រមាណវិធីកូនត្រូវចាំណាប្រមាណវិធីនេះមានវងកញ្ចក់នៅជាមួយអញ្ចឹងយើងត្រូវធ្វើក្នុងវងកញ្ចក់មុនអញ្ចឹងគោលការណ៍យើងធ្វើក្នុងវងកញ្ចក់នេះមុនបាទលោកគ្រូសូមបង្ហាញនេះធ្វើក្នុងវងកញ្ចក់នេះមុនរួចចាំធ្វើប្រមាណវិធីខាងក្រៅបាទអញ្ចឹងដោយសារតែក្នុងវងកញ្ចក់នេះគឺជាប្រមាណវិធីដកអញ្ចឹងយើងធ្វើប្រមាណវិធីដករួចចាំយើងធ្វើប្រមាណវិធីខាងក្រៅហើយចាំគោលការណ៍មួយទៀតវងកញ្ចក់ហើយនឹងលេខខាងក្រៅនេះមួយណាមុនអញ្ចឹងលេខខាងក្រៅនេះមុនអញ្ចឹងបើលេខខាងក្រៅនេះមុនពេលដែលកូនធ្វើរួចអាមុនត្រូវដាក់នៅលើអាក្រោយគឺដាក់នៅក្រោមអញ្ចឹងយើងចាំគោលការណ៍នេះមួយដើម្បីយើងធ្វើលំហាត់នេះគឺបាន 100% កុំឲ្យខុសបាទតោះឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាចឹងដំបូងលោកគ្រូធ្វើប្រមាណវិធីខាងក្នុងវងកញ្ចក់នេះមុនគឺយកលេខនេះជាស្រ័យសេមុនដំបូងយកលេខ2480នេះដកនឹង305បាទអញ្ចឹងយើងធ្វើប្រមាណវិធីដកទាំងអស់គ្នាអរគុណតោះចឹងលោកគ្រូបាន5000 sorry 2480ដក305បាទរៀបពីស្ដាំទៅឆ្វេងឲ្យត្រូវខ្ទង់ដោយសារតែលោកគ្រូដឹងខ្ទង់ស្រេចហើយអូតែខុសសោះបាទអញ្ចឹងដើម្បីដកបានយើងត្រូវខ្ចីបាទដោយសារតែលេខនេះគឺជាលេខដែលมันអាចដកបានអញ្ចឹងលោកគ្រូសុំគូសចោលអញ្ចឹងខ្ចីពី8មកលេខមកអញ្ចឹង8នៅសល់7ហើយលេខ0នេះឡើងទៅជា10អញ្ចឹង10ដក5អញ្ចឹងនៅសល់5 7ដក0នៅសល់7ហើយ4នេះមិនបាច់ធ្វើអីទេគឺ4ដក3តែម្ដងអញ្ចឹង4ដក3បានអញ្ចឹងនៅសល់1ហើយ2គ្មានអ្វីដកទម្លាក់អញ្ចឹងយើងឃើញចម្លើយ2175តែប៉ុណ្្នឹងគឺយើងមិនទាន់ចប់ទេដោយសារតែយើងទៅធ្វើបានក្នុងវងកញ្ចក់នេះអញ្ចឹងយើងនៅខាងក្រៅនេះមួយទៀតអញ្ចឹងខាងក្រៅនេះមានសញ្ញាបូកនៅខាងនេះបាទនៅពីមុខអញ្ចឹងលោកគ្រូបានប្រាប់មិញថាគោលការណ៍យើងបើសិនជាលេខណានៅមុនលេខនឹងនៅលើអញ្ចឹង5870នេះនៅមុនអញ្ចឹងលោកគ្រូសេ5870នេះនៅលើ5870នៅលើហើយយើងជាប់ទៅដោយផលបូកអញ្ចឹងលេខនៅក្រោមលេខប្រមាណលេខនៅក្រោមគឺអាវងកញ្ចក់នេះចាវងកញ្ចក់នេះយើងបានគណនាផលដកមិញគឺឃើញ2175អញ្ចឹងឥឡូវយើងចាប់ផ្ដើមចម្លងលេខដាក់ចូលដោយសារតែ4ខ្ទង់ស្មើគ្នាប៉ុន្តែបើអត់4ខ្ទង់ស្មើគ្នាកូនត្រូវចាំរាយលេខពីស្ដាំទៅឆ្វេងណាបាទអញ្ចឹង5 7 1 2រៀងខុសខ្ទង់តិចគូសុំដាក់ឲ្យវាត្រូវបាទអញ្ចឹងយើងធ្វើផលបូកអញ្ចឹងផលបូកអត់មានបញ្ហាទេ
chẳng tập lập ở lệ còng thì từ lơ các bạn lơ mà còng các bạn bánh hà và tay bộ phao đó hay nâng phao cháy ở bàn này cốn hay nâng bố tập lập cái bạn lớn đến dân chập ở đâu mà phơi mà bị thì bột tại một đầu sơn bột bám bán bram bram pí bột bram pí đó buồn xe lị 4 tra tụng mán tra tụng mùi nè và chân tra tụng muối vùng 7 bột muối buồn bột muối tiết đọp sơ xe lấy sồn hay dân tra tụng mùi tiền và chân tra tụng mùi háo dân vô mùi bộ nâng pram máu pram mùi bộ nâng pí pram 7 chân lực bán pram 7 chính châm lời đại dương từ bệnh chóp cứ châm lời bầm bấy bướn sai sập pram cứ chi châm lời châm po làm hạt bọc hệt này và chân nơi pe đại dương vô châm lời ta đã cứ dương dốt châm lời ní bà mình mến châm lời ní tề chân vô châm lời trong cào nhé chứ châm lời trong cào ní là cứ sống đạp bư sò và châm lời trong cào được bao giờ cứ bầm bấy bướn sai pram bà chân chụp làm hạt cò này là cừu bằng riêng tập năng tế chăm dừng chụp kia nơi làm hạt tí khó đi câu chỉ tràn làm hạt tiệt bằng to tiệt ở con tràn giờ đừng chụp kia nơi video cài tiệt bớt sân cho miền Pành ha rồi còn miền trong ngõ ấy còn ai comment ở trong video bao là cừu ở con tràn